នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួននគរបាលខ្លាំងៗ4នាក់ពាក់ព័ន្ធករណីដើរគំរាមពលរដ្ឋយកប្រាក់ខណៈ5នាក់ទៀតកំពុងគេចខ្លួនកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វើការឃាត់ខ្លួននគរបាលខ្លាំងៗមួយក្រុមមានគ្នា4នាក់យកទៅចាត់ការតាមនីតិវិធីចំណែក5នាក់ទៀតកំពុងគេចខ្លួនក្រោយធ្វើសកម្មភាពដើរគំរាមពលរដ្ឋយកប្រាក់ប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង 9 យប់ថ្ងៃទី 21 ខែមករាឆ្នាំ 2026 នៅចំណុចផ្លូវបេតុងស្ថិតនៅភូមិគោកចំបក់សង្កាត់ចំចៅ1ខណ្ឌពោធិ៍សែនជ័យជនសង្ស័យចំនួន 9 នាក់រួមមានទី1ឈ្មោះឌីមេសាណាន់ភេទប្រុសជនជាតិខ្មែរអាយុ 26 ឆ្នាំមុខរបរដឹកជញ្ជូនស្នាក់នៅភូមិកោសង្កាត់ច្រាំងចម្រេះ2ខណ្ឌរិស័យកែវរាជធានីភ្នំពេញឃាត់ខ្លួនទី2ឈ្មោះឌីចំណាប់ភេទប្រុសជនជាតិខ្មែរអាយុ 19 ឆ្នាំមុខរបរដឹកជញ្ជូនស្នាក់នៅភូមិកោសង្កាត់ច្រាំងចម្រេះ2ខណ្ឌរិស័យកែវរាជធានីភ្នំពេញឃាត់ខ្លួនទី3ឈ្មោះបុលជុងយៀនភេទប្រុសជនជាតិខ្មែរអាយុ 26 ឆ្នាំមុខរបរដឹកជញ្ជូនស្នាក់នៅភូមិបារុងឃុំបារុងស្រុកល្វាឯមខេត្តកណ្ដាលបានឃាត់ខ្លួនទី4ឈ្មោះភួងស៊ីវអេងភេទប្រុសជនជាតិខ្មែរអាយុ 18 ឆ្នាំមុខរបររថតុកាស្នាក់នៅសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញឃាត់ខ្លួនទី5ឈ្មោះម៉ាប់ភេទប្រុសអាយុ 23 ឆ្នាំមុខរបរនិងទីលំនៅមិនពិតប្រាកដគេចខ្លួនទី6ឈ្មោះការីភេទប្រុសអាយុ 30 ឆ្នាំមុខរបរនិងទីលំនៅមិនពិតប្រាកដគេចខ្លួនទី7ឈ្មោះសារ៉ាត់ភេទប្រុសអាយុ 31 ឆ្នាំមុខរបរនិងទីលំនៅមិនពិតប្រាកដបានគេចខ្លួនទី8ឈ្មោះទីភេទប្រុសអាយុ 24 ឆ្នាំមុខរបរនិងទីលំនៅមិនពិតប្រាកដបានគេចខ្លួននិងទី9ឈ្មោះរ៉ាភេទប្រុសអាយុ 26 ឆ្នាំមុខរបរនិងទីលំនៅមិនពិតប្រាកដបានគេចខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាំងរួមមានម៉ូតូ Max Yamaha Exciter ពណ៌ក្រហមពាក់សាកលេខនគរបាល 17325 ទី2ម៉ូតូ Max Honda Dream C125 ពណ៌ខៀវផលិតឆ្នាំ 2025 ពាក់សាកលេខកម្ពុជា 1W 20/56 ទី3ម៉ូតូ Max Honda Dream C125 ពណ៌ខៀវផលិតឆ្នាំ 2025 ពាក់សាកលេខភ្នំពេញ 1LJ 6849 វិទ្យុតាក់ទងពីគ្រឿងនិងកាតអក្សរប៉ូលីស CID នគរបាលព្រហ្មទណ្ឌបើតាមសមត្ថកិច្ចបានឲ្យដឹងថាមុនពេលកាត់ហេតុកម្លាំងសមត្ថកិច្ចនគរបាលបានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋឲ្យកម្លាំងសមត្ថកិច្ចនគរបាលជួយប្រកាសតាមវិទ្យុតាក់ទងថាមានជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពជិះម៉ូតូចំនួន5គ្រឿងដោយជនសង្ស័យខ្លះស្លៀកពាក់ខោអាវប្រយុទ្ធពណ៌ខៀវនិងអាវមានអក្សរនគរបាលជាតិនិងស្លៀកពាក់ស៊ីវិលនិងមានកាន់វិទ្យុតាក់ទងដេញតាមឃាត់បងប្អូនប្រជាពលរដ្ឋដែលជិះម៉ូតូតាមផ្លូវសាធារណៈគម្រាមយកប្រាក់នៅចំណុចផ្លូវបេតុងភូមិគោកចំបក់សង្កាត់ចំចៅ1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញលុះពេលបងប្អូនប្រជាពលរដ្ឋសួរនាំរកអង្គភាពនៅឯណានិងមានបានសម្គាល់ខ្លួនជានគរបាលជាតិដែរឬទេរួចហើយក្រុមជនសង្ស័យពុំបានឆ្លើយតបនោះទេដោយក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនតាមផ្លូវលេខ 2004 នៅពេលទទួលបានដំណឹងនេះភ្លាមទៅកម្លាំងសមត្ថកិច្ចនគរបាលបានជិះម៉ូតូចេញទៅជួយអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យបានចំនួន 4 នាក់នៅចំណុចផ្លូវលេខ 2004 កែងភ្លើងស្តុបផ្លូវសហព័ន្ធរុស្ស៊ីភូមិតាំងងួនសង្កាត់កាកាបទី 1 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញរួមនឹងវត្ថុតាំងនាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យតែម្ដងចំណែកជនសង្ស័យចំនួន 5 នាក់ទៀតបានជិះម៉ូតូគេចខ្លួនបានក្រោយការសាកសួរជនសង្ស័យទាំង 4 នាក់បានឆ្លើយសារភាពថាពួកខ្លួនទាំង 4 នាក់និងបកពួកចំនួន 5 នាក់ទៀតដែលស្គាល់មកតគ្នាពិតជាបានធ្វើសកម្មភាពស្លៀកពាក់คล้ายបន្លំឯកសន្តាននិងពាក់កាតមានអក្សរប៉ូលីស CID នគរបាលព្រហ្មទណ្ឌនិងដាក់វិទ្យុតាក់ទងជាប់នឹងខ្លួនហើយជិះម៉ូតូតាមផ្លូវសាធារណៈហើយឃើញបងប្អូនប្រជាពលរដ្ឋណាជិះម៉ូតូឃើញទំនងជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសប្រក្រតីនិងគ្មានស្លាកលេខឬសង្ស័យជាអ្នកជក់គ្រឿងញៀនគឺពួកខ្លួនជិះម៉ូតូដេញតាមនិងខាត់ស៊ូនាំហើយគម្រាមយកប្រាក់មួយចំនួនបើមិនព្រមឲ្យគឺពួកខ្លួនបញ្ជូនទៅថ្នាក់លើចាត់ការតាមនីតិវិធីបន្តទៀតដោយមួយថ្ងៃគឺចាប់ឃាត់ខ្លួនមនុស្សចំនួន 5 ទៅ 10 លើកហើយគម្រាមទារប្រាក់បានចំនួន 20,000 រៀលទៅ 30,000 រៀលហើយចែកគ្នាបានម្នាក់ 40,000 ទៅ 50,000 រៀលហើយកាលពីថ្ងៃទី 24 ខែធ្នូឆ្នាំ 2025 វេលាម៉ោង 22:00 នាទីពួកខ្លួនធ្លាប់ធ្វើសកម្មភាពជិះម៉ូតូដេញតាមមនុស្សប្រុសចំនួន 3 នាក់ជិះម៉ូតូ2គ្រឿងយកទៅសួរនាំនៅម្ដុំផ្លូវជាតិលេខ 3
ភូមិព្រៃព្រីងខាងត្បូងសង្កាត់ចំចៅទី3ខណ្ឌពោធិ៍សែនជ័យហើយបពពួកឈ្មោះម៉ាប់ភេទប្រុសជាអ្នកគំរាមយកប្រាក់ចំនួន$350ដោយជនរងគ្រោះអត់ប្រាក់ឲ្យទៅឈ្មោះម៉ាប់ភេទប្រុសបានប្រាប់ឲ្យជនរងគ្រោះយកម៉ូតូទៅដាក់បញ្ចាំយកប្រាក់មកឲ្យខ្លួនទៅខ្លួនមានសេរីភាពវិញបច្ចុប្បន្នក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី